Kami tu senak claim mui trong chạy một jika bicaraក្នុងជីវិតរស់នៅប្រចាំថ្ងៃគ្មានអ្នកណា perfect ទេមនុស្សយើងកើតមកយើងរស់នៅអាស្រ័យកម្មការប្រព្រឹត្តការប្រកបមុខរបរការងារដោយហើយទៅសំបីតែការគិតក៏ជាកម្មដែរតែយើងដឹងហើយយើងមានការប្រព្រឹត្តដោយកាយដោយវិចារដោយចិត្តអញ្ចឹងរឿង3យ៉ាងនេះគឺជាកម្មទាំងអស់គិតល្អគឺបង្កើតបានកម្មល្អគិតមិនល្អបង្កើតកម្មមិនល្អដែលយើងនិយាយថាគិតវិជ្ជមានទទួលបានផលជាវិជ្ជមានគិតអវិជ្ជមានទទួលបានផលជាអវិជ្ជមានហ្នឹងហើយការប្រព្រឹត្តរស់នៅជីវិតប្រចាំថ្ងៃរបស់យើងសកម្មភាពណាដែរមិនល្អក៏ទទួលបានផលមិនល្អសកម្មភាពណាដែលយើងប្រព្រឹត្តទៅល្អយើងទទួលបានផលល្អដូចគ្នានេះឯងគឺជាកម្មនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលយើងហៅថាកាយកម្មវិច័យកម្មមនោកម្មហ្នឹងហើយវាអាស្រ័យទៅលើកត្តា3យ៉ាងនេះនៅក្នុងជីវិតរស់នៅអ្នកណាក៏មានដូចគ្នាអ្នកមានក៏ដោយអ្នកក្រក៏ដោយអ្នកតូចតាចល្អិតល្អន់យ៉ាងម៉េចក៏មានដូចគ្នាមនុស្សយើងពេលដែលយើងគិតដល់ចំណុចណាមួយដែលយើងគិតថាយើងពិបាករឿងអវិជ្ជមានមួយចំនួនវាចាប់ដើមផុសចេញឡើងនៅក្នុងចិត្តរបស់យើងដូច្នេះយើងអាចគិតដែលគេហៅថាមនោកម្មគឺអារម្មណ៍របស់យើងចាប់ដើមគិតអវិជ្ជមាននានាទាំងខ្លួនឯងអ្នកជុំវិញខ្លួនជាងការរហូតដល់គ្រួសារបងប្អូនអ្នករាប់អាននានាយើងគិតថាពួកគេមើលងាយយើងបែបនេះពួកគេគិតអវិជ្ជមានយើងបែបនោះផ្សេងជាដើមដែលអាចធ្វើឲ្យអារម្មណ៍ពួកគាត់អាចគិតរឿងបែបហ្នឹងនរណាក៏ធ្លាប់គិតដែរខ្ញុំខ្លួនឯងក៏ខ្ញុំធ្លាប់គិតពេលដែលយើងមានបញ្ហាណាមួយពេលដែលយើងជួបផលវិបាកណាមួយហើយយើងមិនចង់ពឹងពាក់នរណាទាំងអស់ប៉ុន្តែយើងព្យាយាមនៅស្ងប់ស្ងាត់ហើយយើងប្រឹងប្រែងដោយខ្លួនឯង and then យើងចាប់ផ្ដើមបន្ទោសមនុស្សជុំវិញខ្លួនថាពួកគាត់អត់នៅជ្រុំជ្រែងយើងអ្នកស្គាល់ក៏ដោយគ្រួសារក៏ដោយគាត់អត់បានលើកទឹកចិត្តយើងគាត់អត់បានផ្ដល់ទំនុកចិត្តឲ្យយើងគាត់មិនបានជួយនៅពីក្រោយយើងយ៉ាងនេះជាដើមរហូតដល់យើងគិតជាអវិជ្ជមានចំពោះពួកគាត់ថាពួកគាត់មើលងាយយើងពួកគាត់គិតមិនល្អចំពោះយើងទាំងបងប្អូនទាំងមិត្តភ័ក្តិមនុស្សជុំវិញខ្លួនអ្នករាប់អានទាំងអស់ប៉ុន្តែរឿងមួយដែលយើងភ្លេចគិតគឺយើងខ្លួនឯងកំពុងតែមើលរំលងខ្លួនឯងយើងមើលងាយខ្លួនឯងយើងគិតអវិជ្ជមានចំពោះខ្លួនឯងរឿងទាំងអស់វាចេញតែពីយើងខ្លួនឯងទាំងអស់ដូច្នេះគ្មានអ្នកណាមួយគិតចំពោះយើងក្រៅពីយើងគិតចំពោះខ្លួនឯងទេអញ្ចឹងហើយព្យាយាមផ្ដល់ភាពវិជ្ជមានឲ្យខ្លួនឯងគ្រប់ពេលទាំងអស់ទាំងការរស់នៅទាំងការនិយាយស្ដីនិងការគិតដូច្នេះការគិតគឺជាដើមចមដំបូងដែលធ្វើឲ្យយើងប្រព្រឹត្តនៅសកម្មភាពនានាការនិយាយស្ដីនិងការប្រព្រឹត្តសកម្មដូច្នេះការគិតនេះគឺជារឿងមួយដែលយើងត្រូវប្រុងប្រយ័ត្នជានិច្ចអ្នកណាមើលងាយយើងអ្នកណាមើលស្រាលយើងអ្នកណាគេគិតអវិជ្ជមានចំពោះយើងគឺជារឿងរបស់អ្នកនោះប៉ុន្តែយើងត្រូវសួរខ្លួនឯងថាតើយើងកំពុងតែគិតអវិជ្ជមានចំពោះខ្លួនឯងហើយយើងកំពុងតែមើលងាយខ្លួនឯងឬក៏យ៉ាងណាព្យាយាមគិតហើយពិចារណាយកខ្លួនឯងជាឧបមាឲ្យបានគ្រប់ពេលទាំងអស់ស្របពេលដែលយើងគិតចំពោះរឿងណាមួយដែលមិនល្អដោយដាក់បន្ទុកទៅលើនរណាម្នាក់ទៅលើមនុស្សជុំវិញខ្លួនយើងតើយើងមានគិតចំពោះខ្លួនឯងទេពីព្រោះមនុស្សទី1ដែលកំពុងតែគិតរឿងទាំងអស់នោះគឺយើងខ្លួនឯងដូច្នេះព្យាយាមរៀនជៀសវាងពីរឿងទាំងអស់នោះរឿងដែលមិនល្អជារឿងអវិជ្ជមាននៅក្នុងចិត្តរបស់យើងសកម្មភាពដែលមិនល្អការនិយាយស្ដីដែលមិនល្អគឺផ្ដើមចេញពីយើងខ្លួនឯងជាដំបូងគ្មាននរណាទាំងអស់ក្រៅពីយើងខ្លួនឯងអរគុណច្រើន